សម្រាប់បាទបងប្អូនមកលេងច្រើនមែនតើបាទនៅភ្នំអំណន់ណាហ្នឹងហើយនេះសិតតឡានបងប្អូនអរគ្នាគាត់មកដល់លេងច្រើនមែនតើថ្ងៃនេះឡើងកកកុញតែម្ដងមិនទៅដើរលេងដូចចូលឆ្នាំហ្នឹងណានេះចូលឆ្នាំសកលនៅភ្នំអំណន់មិនទៅច្រើនមែនតើនេះសេដ្ឋកិច្ចដើរបាទជំរាបសួរបងប្អូនអរគ្នានេះគឺយើងមកដល់ប្រាសាទភ្នំអំណន់ហើយនេះគឺជាផ្លូវឡើងហើយបងប្អូនអរគ្នាប្រកាសជាធ្លាប់ហ្នឹងហើយមកហើយទៅប្រាសាទភ្នំអំណន់ណាប៉ុន្តែបងប្អូនអរគ្នាអត់តាន់នឹងអាចកំបាំងទេបងប្អូនអរគ្នាមើលពីលើច្រកចូលដំបូងហើយថ្ងៃនេះមនុស្សបាទដោយសារថ្ងៃឆ្លងឆ្នាំអញ្ចឹងបាទមានបងប្អូនគាត់មកដល់លេងច្រើនមែនតើនេះបងប្អូនអរគ្នាចាប់អារម្មណ៍អត់បងប្អូនចូលមកដល់គឺទៅលើបាទនេះគឺមិនមែននេះណាបងប្អូនអរគ្នាប៉ុន្តែគឺគ្រុឌគឺស្ដាច់គ្រុឌនៅលើពីលើស្ដាច់នេះតែម្ដងបាទអញ្ចឹងហ្នឹងហើយអាចកំបាំងថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនអរគ្នាទៅលើទីតាំងនេះគឺជាទីតាំងរបស់ស្ដាច់គ្រុឌអញ្ចឹងបងប្អូនអរគ្នាបាទចង់មកលក្ខណៈមួយបាទអញ្ចឹងបាទអាចមកដល់ទីនេះបានណាបាទអានេះយើងឡើងទៅលើកម្មចដានេះរុំមានពីរតំណាក់បាទនៅដល់ពាក់កណ្ដាលនោះគឺយើងមានកន្លែងឲ្យបងប្អូនអរគ្នាគាត់សារៈមកតង់ទៀតសម្រាប់ទីតាំងនេះគឺយើងឡើងគឺអត់សូវអីទេបាទបងប្អូនអរគ្នាយើងដល់នោះលក្ខណៈមកកម្មនោះទៀតអាហ្នឹងมันវារៀងពិបាកហើយបងប្អូនអរគ្នាត្រូវប្រយ័ត្នទាំងចុះទាំងឡើងថ្ងៃនេះសម្រាប់ឡើងបងប្អូនឡើងធម្មតាទៅមិនអីអ្នកដែលអាសាឡើងមកគឺអត់សូវអីទេឡើងគឺអត់សូវហត់ទេប៉ុន្តែអ្នកដែលគាត់អត់សូវមកឡើងជាពិសេសអ្នកដែលទៅឡើងមុនដំបូងហ្នឹងហ្មងគឺពិបាកបាទហើយប្រយ័ត្នប្រយែងតិចទៅលើកម្មមួយជាពិសេសទៅលើអាកម្មនេះគឺនោះអាកម្មខាងលើទៅទៀតខ្ញុំឡើងទៅដល់ហើយបងប្អូនអរគ្នានេះអ្នកហត់ក៏គាត់ហ្នឹងហើយក៏គាត់អង្គុយសារ៉ាល់ទៅអ្នកខ្លះគាត់ទៅមកឡើងលើកដំបូងសំបីតែខ្ញុំឡើងលក្ខណៈមួយអាសាឡើងហើយក៏នៅតែហត់ដែរចុះតរម្នាក់ដែលគាត់យូរគាត់ទៅឡើងមកម្ដងបាទអញ្ចឹងយើងដល់កន្លែងទី1នេះយើងអាចសម្រាកបានបងប្អូនដែលគាត់ហត់ណាហើយនេះមកដល់កម្មនេះចិត្តដល់កន្លែងសារៈបងប្អូនអរគ្នាប្រយ័ត្នតិចដោយសារកន្លែងនេះគឺចោតខ្លាំងមែនតើដល់កន្លែងហ្នឹងក៏ខ្ញុំប្រយ័ត្នដែរអញ្ចឹងខ្ញុំឈប់ថតហើយអញ្ចឹងឥឡូវខ្ញុំឡើងមកដល់ហើយនេះបងប្អូនអរគ្នាពេលដល់សម្រាប់ទី1ហ្នឹងវាចោតខ្លាំងមែនតើអញ្ចឹងគឺត្រូវប្រយ័ត្ននេះបងប្អូនគាត់មកលេងច្រើនយើងនៅមកកលៈទៀតបានដល់លើកំពូលប្រាសាទហើយបាទគឺមានកន្លែងគេឲ្យសម្រាប់អញ្ចឹងណាអញ្ចឹងយើងអាចចូលអង្គុយសម្រាប់បានអង្គុយសម្រាប់បានញ៉ាំអីបានហើយចោលសារ៉ាមក្នុងធុងសារ៉ាមអីចឹងណាបាទហ្នឹងហើយដើមឈើបាទចឹងយើងអាចអង្គុយសម្រាប់បានញ៉ាំអីសិនបាត់ហត់ចាំឡើងទៅលើម្ដងមកតង់ទៀតទៅ
ថតមែនទេបាទនៅបងប្អូនគាត់មកទស្សនាច្រើននៅប្រាសាទភ្នំអណ្ដូងពីសម្រាប់ហើយបាត់ហត់បានយើងអាចឡើងទៅមកតង់ទៀតបានវាជាកន្លែងសិនមកតង់ទៀតហ្នឹងគឺដល់ហើយបាទហើយគឺចិត្តដល់កំពូលហ្នឹងក៏មានកន្លែងប្រហែលឡើងមកតង់ទៀតដែរអញ្ចឹងណានឹងហើយនេះកំពូលមុខហ្នឹងជាកន្លែងពិសេសហើយអញ្ចឹងដល់ចាំខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាតតែម្ដងអូខេថ្ងៃនេះបងប្អូនគាត់មកឡើងនៅប្រាសាទភ្នំអណ្ដូងច្រើនមែនតើហើយកម្មនេះបងប្អូនអរគ្នានេះចិត្តដល់កន្លែងតាមប្រយ័ត្នហ៎ចិត្តដល់ចន់លើហ្នឹងគឺវាចោតបាទចឹងដល់កន្លែងចោតហ្នឹងខ្ញុំបិទហើយខ្ញុំឡើងប្រយ័ត្នដែរអូខេនេះវាចោតខ្លាំងមែនតើអញ្ចឹងចិត្តដល់កំពូលហ្នឹងបងប្អូនអរគ្នាប្រយ័ត្នវិញហើយឥឡូវយើងមកដល់កំពូលប្រាសាទហើយអញ្ចឹងចូលមកដល់បងប្អូនអាចចូលស្ពះសិនក៏បានឬក៏ចូលឡើងមកលើខាងនេះសិនក៏បាននៅsángថ្ងៃនេះបាទមនុស្សច្រើនមែនតើបាទបងប្អូនគាត់មកលេងច្រើនដោយសារអីហ្នឹងហើយអ្នកគ្រូណាលីថ្ងៃឆ្នាំថ្មីអញ្ចឹងគឺគេឲ្យទៅឡើងភ្នំលើករាសីអញ្ចឹងណាអញ្ចឹងបងប្អូនអរគ្នាគាត់ដឹងហ្នឹងហើយគាត់ឡើងមកច្រើនមែនតើបាទព្រោះរាល់ឆ្នាំបងប្អូនអរគ្នាបែបអត់សូវដឹងព្រោះឆ្នាំមុននេះគឺខ្ញុំឡើងមកគឺស្ងាត់អត់សូវមានមនុស្សទេតែឆ្នាំនេះបងប្អូនគាត់មកច្រើនហើយឆ្លងឆ្នាំសម្រាប់ហើយអត់ដឹងទៅដើរលេងណាហ៎នេះទេសភាពស្អាតមែនទែនបងប្អូនអរគ្នាឡើងមកស្រស់ស្រាយដិតយកទេសភាពស្អាតនេះប្លង់ស្អាតបងប្អូនអរគ្នាហ្នឹងហើយនេះកន្លែងថតទេសភាពថតទៅចប់ភ្នំស្អាតខ្លាំងបងប្អូនអរគ្នាកន្លែងនេះថតហ្នឹងហើយនេះច្រើនមែនតើបងប្អូនគាត់មកលេងទស្សនាច្រើនអាចធ្វើការមកថតនៅជ្រុងខាងនេះបានគឺថតស្អាតណាវាចប់ភ្នំខាងនោះផងហើយនេះហ្នឹងហើយមានភ្នំបាត់ស្រាក់ស្អាតមែនតើហ្នឹងហើយនេះបងប្អូនមកទស្សនាច្រើនមកលោកបងអីក៏គាត់មកទស្សនាដែរហ្នឹងហើយនេះប្រាង្គកដាលប្រាសាទភ្នំអណ្ដូងកន្លែងនេះជាកន្លែងពិសេសហើយបងប្អូនអរគ្នាពេលដែលបងប្អូនអរគ្នាឡើងមកមិនដំបងបាទហ្នឹងហើយបើសម្រាប់ខ្ញុំរវល់ខ្ញុំមកសាមមនុស្សច្រើននៅរវល់ទេអញ្ចឹងក៏បានឡើងមកមិនតែពេលដែលបងប្អូនអរគ្នាឡើងមកបាទគឺត្រូវចូលមកមុខនេះមុនសិនណាបាទបងប្អូនអរគ្នាបាទមកហ្នឹងហើយស្ពះព្រោះនេះជាកន្លែងបងស្ដេចគ្រុឌណាបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងបងប្អូនដែលគាត់បានដឹងគឺគាត់មកអុជធូបនៅនេះតែម្ដងបាទហ្នឹងហើយបងប្អូនអរគ្នាបន្ទាប់ពីយើងបន់បួងសួងហើយអស់ហើយបាទអញ្ចឹងពេលដែលបងប្អូនអរគ្នាណាចុះទៅវិញនេះបងប្អូនអរគ្នាចុះទៅវិញតបងប្អូនអរគ្នាណាចុះឲ្យដល់ក្រោមតតែម្ដងណាហាមងាកត្រឡប់មកមើលក្រោយណាបងប្អូនអរគ្នាបាទអញ្ចឹងអ្វីដែលបងប្អូនអរគ្នាត្រូវដឹងបាទពេលដែលមកបួងសួងហើយនៅប្រាសាទភ្នំអណ្ដូងកន្លែងនេះណាអញ្ចឹងពេលដែលបងប្អូនអរគ្នាចុះហើយណាបាទចុះហើយគឺបាទចុះទៅត្រូវចុះឲ្យទៅដល់ក្រោមបាទចុះដល់ក្រោមហើយហាមងាកមកមើលក្រោយវិញត្រូវចុះឲ្យដល់ក្រោមនៅដីតតែម្ដងអញ្ចឹងណាបាទបងប្អូនអរគ្នាអរគុណច្រើនបងប្អូនអរគ្នាដែលបានទិមចូលស្គាល់ Channel ខ្ញុំអាចជួយចុច Subscribe ចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីបន្ថែមទៀតបាទអរគុណច្រើន